cơn để mà tụi tiền chuyến mà thằng ngày ní dừng nhiều cái điều bảo dưỡng là chưa mau đam mê chìm điệp chun chỉ việc mình để khả năng bậc níคือផ្នែកសិល្បៈតន្ត្រីបាទក្នុងនោះមានឈ្មោះលោកកេតសង្វាចាបាទដែលលោកគឺជានាយកសាលាសិល្បៈតន្ត្រីគឺ Music Art School ចាសូមជម្រាបសួរលោកបាទជំរាបសួរបាទជំរាបសួរលោកសង្វាណាអ្នកតន្ត្រីដូចជាមិនធាត់ទេចាអ្នកសិល្បៈដូចជាមិនសូវធាត់ទេណាពាក្យច្រើនចាបាទដោយសារអីដោយសារអត់ងុយពេកញ៉ាំបាយញ៉ាំអីធម្មតាញ៉ាំធម្មតាតែចង់ថែរៀងបាទអ្នកតន្ត្រីអ្នកសិល្បៈនោះគេច្រើនតែថែរៀងដើម្បីឲ្យឆ្វែលអីក៏ឲ្យស្អាតណាបាទងាកមកMusic Art School នេះតើប្រវត្តិនឹងយ៉ាងដូចម្ដេចដែរហើយដូចម្ដេចបានជាបង្កើតនៅសាលាសិល្បៈតន្ត្រីនេះបាទការចាប់ផ្ដើមដំបូងឡើយគឺនៅក្នុងឆ្នាំ2011ខែ6ថ្ងៃទី1យើងបើកហើយអ្នកដែលផ្ដួចផ្ដើមគំនិតហ្នឹងគឺជាមានជនជាតិស្វីសម្នាក់គាត់ឈ្មោះថា Bruno គាត់ពីមុនគាត់អាសាមកលេងស្រុកខ្មែរអញ្ចឹងហើយគាត់ឃើញហើយស្រុកខ្មែរយើងដូចជាមិនសូវមានអ្នកចេះតន្ត្រីច្រើនហើយក៏អត់សូវមានសាលាភ្លេងច្រើនទេហើយគាត់ជំនុំម្នាក់ដែលគាត់ចូលចិត្តតន្ត្រីអញ្ចឹងគាត់ក៏មានគំនិតមួយគាត់ចង់ជួយគាត់ចង់បង្កើតសាលាគាត់ចង់បង្កើតដើម្បីផ្ដល់ចំណេះដឹងដល់ជនជាតិខ្មែរឲ្យជនជាតិខ្មែរគាត់អត់មានឱកាសដើម្បីចូលរៀនពីព្រោះគាត់ជួយដល់ក្មេងជនជាតិក្រីក្រមួយចំនួនប៉ុន្តែគាត់អត់ឃើញតន់មានឃើញផ្នែកតន្ត្រីប្រហែលទេអញ្ចឹងគាត់ក៏បើកតែម្ដងហើយគាត់ជួយតែម្ដងដូចជាសាលានេះគឺបង្ហាត់បង្រៀនពីឧបករណ៍របស់បុរាណយើងឬក៏ទំនើបដែរនៅក្នុងសាលាយើងបានផ្ដល់ជំនាញទាំងពីរគឺមួយផ្នែកតន្ត្រីប្រចាំប្រទេសហើយមួយទៀតតន្ត្រីបុរាណខ្មែរអញ្ចឹងយើងតាមពិតយើងអត់ចោលទេតន្ត្រីប្រចាំប្រទេសយើងនៅតែជួយសម្រាប់ជនជាតិខ្មែរដើម្បីឲ្យយល់ដឹងពីផ្នែកគេហើយក៏យើងចង់បង្ហាញពិភពលោកទាំងមូលអំពីអ្វីដែលជារបស់ខ្មែរឧបករណ៍ភ្លេងខ្មែរដល់ពួកគេដែរនិយាយពីសិស្សវិញតើមានច្រើនដែរទេលោកចាបាទសិស្សឥឡូវមានច្រើនសិស្សសរុបទាំងអស់មាន157នាក់ហើយសិស្សនៅមានបរទេសមានអីបាទមានបរទេសដែរប្រហែលជា34នាក់ហើយជនជាតិខ្មែរ123នាក់ចាហើយនៅក្នុងនោះយើងមានសិស្សអាហារូបករណ៍ចំនួន21នាក់ដែរមានអាហារូបករណ៍បាទយើងមានអាហារូបករណ៍សម្រាប់សិស្សដែរអូចាធ្វើយ៉ាងម៉េចលក្ខខណ្ឌដូចម្ដេចខ្លះដែលសិស្សគាត់អាចទទួលបានអាហារូបករណ៍បានក្នុងការសិក្សាសិស្សដែលគាត់ចង់រៀនគាត់គ្មានលទ្ធភាពអញ្ចឹងគាត់អាចអញ្ជើញទៅសាលាដើម្បីនឹងសុំ form មកដើម្បីនឹងបំពេញហើយសាលាយើងនឹងពិចារណាអំពីស្ថានភាពគ្រួសារគាត់បច្ចុប្បន្នហើយនឹងប្រាក់ចំណូលរបស់គាត់បើគាត់គ្មានលទ្ធភាពពិតប្រាកដគាត់ចង់រៀនពិតប្រាកដអានឹងយើងនឹងផ្ដល់ឲ្យគាត់100%តែម្ដងចានិយាយពីកម្មវិធីសិក្សាវិញដោយលោកបានបញ្ជាក់បាញ់មិញថាមានកម្មវិធីជាការសិក្សានៃភ្លេងរបៀបថាភ្លេងសម័យរួមជាមួយនឹងតន្ត្រីបុរាណខ្មែរយើងថាសម្រាប់ផ្នែកនីមួយៗហ្នឹងបែងចែកយ៉ាងដូចម្ដេចខ្លះការសិក្សាមានអ្វីខ្លះសម្រាប់ខាងតន្ត្រីសម័យហើយចំណែកឯតន្ត្រីបុរាណខ្មែរមានអ្វីខ្លះដែរចាសម្រាប់តន្ត្រីប្រចាំប្រទេសយើងបង្រៀន piano violon guitar ហើយយើងមានដូចជាឧបករណ៍តន្ត្រីមួយចំនួនទៀតតែភាគច្រើនគឺគាត់ជនជាតិខ្មែរសិស្សគាត់ចូលចិត្តរៀនឧបករណ៍3ហ្នឹងចាហើយសម្រាប់ឧបករណ៍ភ្លេងបុរាណវិញយើងមានយើងចាប់ផ្ដើមអំពីតន្ត្រីភ្លេងការពីព្រោះដើម្បីស្រួលសម្រាប់ពួកគាត់ស្គាល់ដូចជាយើងមករៀនដូចជាខឹមដូចជាត្រដូចជាមានស្គរដៃខ្មែរយើងហើយនឹងតាខេដែរចាឃើញរូបភាពនេះឃើញប្អូនតូចគាត់រៀនសំចង់សួរពីអារម្មណ៍ដែលសិស្សដែលគាត់រៀនហ្នឹងតើយ៉ាងម៉េចដែរគាត់ស្រឡាញ់តន្ត្រីដែលនៅពេលដែលគាត់បានលេងឬក៏បានរៀនអញ្ចឹងទៅចាគាត់នៅពេលដែលគាត់រៀនហើយគាត់អញ្ចឹងគាត់សប្បាយមែនតើមានថានៅក្នុងថ្នាក់ហ្នឹងនៅក្នុងក្រុមនេះគឺគាត់មាន2-3នាក់អញ្ចឹងគាត់ឃើញយើងមានម្នាក់លេងមានម្នាក់ទៀតគាត់ស្ដាប់គាត់វាយចង្វាក់ដើម្បីបង្ហាញជំគាត់សប្បាយមែនតើចាប្រើប្រាស់រយៈពេលប្រហែលដែរចាសម្រាប់ការរៀនតន្ត្រីបុរាណខ្មែរយើងយើងមានរយៈពេល
មានថាបទភ្លេងមេរៀនហ្នឹងគឺមានច្រើនតែយើងអាចនិយាយថាមក2ឬ3ខែគាត់អាចលេងបានបន្តិចបន្តួចហើយបើគាត់រៀនដល់ទៅមុខទៀតគាត់ចេះរត់តែច្រើនថែមទៀត ចាគាត់ចេះរត់ច្រើនបានន័យថាគាត់អាចចេះប្រើឧបករណ៍ផ្សេងច្រើនអញ្ចឹងទៅចាក្នុងនោះតើមានសកម្មភាពអ្វីខ្លះហើយដែលសិស្សនៅសាលាសិល្បៈតន្ត្រីនេះគាត់បានចេញទៅសម្ដែងយើងបានរៀបចំដូចជាលក្ខណៈ student stage តែសម្រាប់សិស្សដែលគាត់លេងមានថាគាត់កាន់ឧបករណ៍របស់គាត់មកពួកគាត់ឆ្លាញ់បទអីគាត់លេងជុំគ្នាសប្បាយដើម្បីបង្កើនភាពរីករាយហើយយើងឃើញថាសិស្សក៏បានចូលរួមកម្មវិធីជាច្រើនដែរដូចជាការបង្ហាញជួយដល់ចិត្តដល់សង្គមដូចជាគាត់ចូលរួមកម្មវិធីលោត9ហើយគាត់បង្ហាញអំពីថាតើលើកទឹកចិត្តដល់ប្រជាជនខ្មែរឲ្យចាប់ផ្ដើមរៀនតន្ត្រីបាទលោកដែលជានាយកសាលានេះហើយលោកក៏បានជួបជាមួយនឹងសិស្សមើលឃើញតើការសិក្សាផ្នែកតន្ត្រីនឹងយ៉ាងម៉េចដែរនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នហើយជាពិសេសសិស្សដែលលោកបានជួបទាំងមូលតាមអ្វីដែលខ្ញុំមើលឃើញខ្ញុំឃើញថាជនជាតិខ្មែរហើយនិងជនជាតិបរទេសអត់ខុសគ្នាទេជនជាតិខ្មែរនៅពេលដែលគាត់ចាប់ដើមរៀនតន្ត្រីគឺគាត់ឆ្លាតមែនទេគាត់មានទេពកោសល្យគាត់ថាគាត់មានឱកាសឬក៏អត់តែប៉ុណ្្នឹងហើយតែពីមុនយើងអត់សូវមានសាលាភ្លេងបើកច្រើនដូច្នេះគាត់អត់មានឱកាសប៉ុន្តែនៅពេលដែលគាត់មានឱកាសគាត់ចូលរៀនហើយគាត់រៀនម្នាក់ភាគច្រើនបំផុតគឺគាត់រៀនពូកែគាត់ចាប់បានគាត់យល់ចំណេះដឹងផ្នែកភ្លេងគាត់ក៏រត់តារីកចម្រើនថែមទៀតចាដូច្នេះឃើញថាមានការរីកចម្រើនខាងផ្នែកភ្លេងប៉ុន្តែបើនិយាយអំពីការដែលសិស្សចេញពីសាលាសិល្បៈតន្ត្រីមានអ្នកណាដែលគាត់អាចឡើងសម្ដែងឬក៏អីឡើងធ្វើអ្វីបានសម្ដែងជាការសម្ដែងបានហើយឬនៅចាបាទបានហើយផ្នែកអ្វីខ្លះដែរភាគច្រើនគឺខាង piano បាទសិស្ស piano ច្រើនគាត់អាចសម្ដែងបានហើយសិស្ស violon យើងមានមួយចំនួនហើយមួយចំនួនទៀតដូចជាខាង pop ខាង modern អញ្ចឹងជាបទចម្រៀងសម័យគាត់លេងហ្គីតាជាមួយគ្នាហើយគាត់សម្ដែងខ្លួនឯងក្រុមគាត់នៅសាលាសិល្បៈតន្ត្រីនេះមានតន្ត្រីពីរផ្នែកណាក្នុងនោះគឺផ្នែកបុរាណខ្មែរយើងក៏ដូចជាផ្នែកខាងលោកបច្ចេកទេសណាតើសិស្សដែលមានជាង100នាក់ហ្នឹងចំណូលរបស់គេចំណង់របស់គេហ្នឹងទៅខាងឧបករណ៍ណារបស់បុរាណឬមួយក៏បច្ចេកទេសភាគច្រើនបច្ចេកទេសភាគច្រើនបច្ចេកទេសភាគច្រើនបច្ចេកទេសហើយជាពិសេសអ្នកបច្ចេកទេសហ្នឹងចូលចិត្តផ្នែកបុរាណរបស់យើងទេបាទចូលចិត្តបាទយើងមានពីរផ្នែកដោយសារជនជាតិបរទេសគាត់ចង់មករៀនអំពីស្គាល់ពីអ្វីដែលជាឧបករណ៍ភ្លេងខ្មែរបាទខឹមទ្រជាពិសេសទ្រគាត់រនាតអញ្ចឹងរនាតបាទហើយតិចទៀតនេះយើងនឹងបង្កើត training មួយផ្នែកចាប៉ីដងវែងបាទយើងនឹងគម្រោងនឹងបើកប្រហែលជាខ្ទង់ខែ8ដើម្បីឲ្យនេះផ្ដោតទៅលើសំខាន់គឺដើម្បីបង្ហាញពិភពលោកទាំងមូលឃើញអំពីតន្ត្រីខ្មែរដែរបាទយើងណាអ្វីដែលយើងមានចា៎បាទនិយាយពីគ្រូវិញតើយ៉ាងម៉េចខ្លះដែរនៅឯ Music at School ចា៎គ្រូយើងផ្ដល់ឱកាសឲ្យជនជាតិខ្មែរច្រើនជាងជនជាតិបរទេសពីព្រោះយើងចង់ជួយគ្រូជនជាតិខ្មែរឲ្យមានឱកាសការងារធ្វើហើយគ្រូភាគច្រើនគឺគាត់បានបញ្ចប់បរិញ្ញាបត្រផ្នែកតន្ត្រីជំនាញរបស់គាត់មួយពីសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈចាគាត់បានបញ្ចប់ចឹងហើយមានប្រហែលអ្នកហើយឥឡូវនៅសាលាឥឡូវនេះមានប្រហែលជា5អ្នកដែលបានបញ្ចប់ហើយចាបាទ5អ្នកបានបរៀនផ្នែកអ្វីខ្លះដែរគ្រូមាន2អ្នកគាត់ចប់ខាង piano បញ្ញាបត្រផ្នែក piano គាត់បង្រៀន piano ហើយម្នាក់ទៀតគាត់បញ្ចប់ផ្នែកឧបករណ៍ភ្លេងខ្មែរខឹមគាត់បង្រៀនខឹមផងគាត់បង្រៀនស្គរហើយម្នាក់ទៀតគាត់ចប់ផ្នែក clarinet ឧបករណ៍គ្រឿងផ្លុំហើយគាត់ក៏ចេះហ្គីតាគាត់ក៏បង្រៀនដែរហើយទៀតគាត់ piano គាត់ចប់ជំនាញខាង violon តែគាត់ក៏បង្រៀនខាង piano ដែរចាឃើញថាចង់សួរពីសិស្សដែលគាត់ទៅរៀនណាភាគច្រើនពេលវេលាដែលគាត់ត្រូវទៅរៀនហ្នឹងតើកំណត់ពេលវេលាយ៉ាងម៉េចប៉ះពាល់ជាមួយនឹងការសិក្សាថ្នាក់រដ្ឋអីរបស់គាត់ដែរទេចា
កម្មវិធីសិក្សាម៉ោងយើងបើកពីម៉ោង8ព្រឹករហូតដល់ម៉ោង8យប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យអញ្ចឹងសិស្សគាត់អាចជ្រើសរើសម៉ោងណាដែលគាត់ទំនេរបានអញ្ចឹងប៉ុន្តែភាគច្រើនសិស្សគាត់ម៉ោងថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលដែលគាត់សម្រាកឬក៏ពីម៉ោង5ចុះក្រោម ចា 5 6 7គឺគាត់ទំនេរអញ្ចឹងភាគច្រើនគឺសិស្សគាត់មកពេលហ្នឹងអញ្ចឹងមានថាសិស្សគាត់ចង់មកចូលរៀនគាត់ជ្រើសរើសម៉ោងណាដែលគាត់ទំនេរបាទ ចាចន្លោះអាយុប្រហែលពីប្រហែលចន្លោះអាយុចានៃការសិក្សារបស់គាត់ យើងទទួលសិស្សចាប់ពីអាយុ3ឆ្នាំទៅអញ្ចឹង3ឆ្នាំរហូតដល់គេថា60 70ឲ្យតែគាត់មានចិត្តចង់រៀនតន្ត្រីយើងនៅតែជាជំរុញគាត់ដែរ បាទទីតាំងនៅកន្លែងណាដែរ បាទទីតាំងនៅផ្លូវ370ផ្ទះលេខ 9A នៅជិតសាបឹងកេងកងចានៅផ្លូវហ្នឹងនៅខាងក្រោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍អប្សរាតែម្ដង អូ បាទ ចា នៅក្រោយប៉ុស្តិ៍អសរាណា ឃើញថាងាយស្រួលរកទេចា ស្រួល ចាសម្រាប់ខាងសាលា Music Art School នឹងមានកម្មវិធីអ្វីបន្ថែមទៀតដែរទេក្នុងការចូលរួមលើកកម្ពស់អភិរក្សនៅតន្ត្រីបុរាណខ្មែរចាសម្រាប់កម្មវិធីសិក្សារបស់សាលាហ្នឹងចា បាទដូចខ្ញុំបានជម្រាបជូនពីមុនដែរយើងនឹងមានកម្មវិធីមួយយើងហៅថា Tourism Culture ដែលនិយាយអំពីភ្លេងខ្មែរសុទ្ធតែម្ដងនៅក្នុងហ្នឹងគឺយើងកំពុងតែធ្វើការទំនាក់ទំនងនៅខាងប្រទេសនៅឯបរទេសនៅខាងក្រៅដើម្បីផ្សព្វផ្សាយអំពីព័ត៌មានទាំងអស់ហ្នឹងហើយនៅពេលដែលជនជាតិបរទេសដែលគាត់ចំណាប់អារម្មណ៍ផ្នែកតន្ត្រីបុរាណខ្មែរគាត់អញ្ជើញមកស្រុកខ្មែរដើម្បីនឹងរៀនដូចថាគាត់ចង់មកទស្សនាឬក៏មកលេងស្រុកខ្មែរពីអាទិត្យឬមួយអាទិត្យអញ្ចឹងគាត់មានឱកាសក្នុងការមករៀនឧបករណ៍ភ្លេងខ្មែរឲ្យស្គាល់មួយថ្ងៃឬក៏2ថ្ងៃនៅក្នុងមួយអាទិត្យដែលគាត់មកហ្នឹង ចា បាទគឺគាត់រៀនទៅហើយយើងនឹងណែនាំគាត់អំពីឧបករណ៍ភ្លេងខ្មែរហើយអនាគតយើងនឹងត្រៀមនឹងធ្វើការឲ្យសិស្សគាត់នឹងរៀនគាត់នឹងលេងឧបករណ៍តន្ត្រីភ្លេងខ្មែរហើយនិងឧបករណ៍បច្ចេកទេសមួយចូលគ្នា អូបញ្ចូលគ្នា បាទ លោកសង្វាចេះខាងអី ខ្ញុំជំនាញខ្ញុំខាង violon តែជំនាញទី2គឺខាង piano អញ្ចឹងនៅសាលា ឡងពីយ៉ាណូ បាទខ្ញុំធ្វើនាយកសាលាផងខ្ញុំមករៀនផងហើយខ្ញុំមករៀនទាំងពីរ ទាំងពីរ បាទ យូឡុងហើយនិងពីយ៉ាណូ បាទ បាទចេញពីសាលាចិត្តសិល្បៈដែរ បាទសាលាចិត្តសិល្បៈ ល្អណាស់បាទអរគុណបាទប្រិយមិត្តទស្សនិកជននេះជាកិច្ចសម្ភាសរវាងសភាអ៊ីនធឺណិតជាមួយនឹងលោកកេតសង្វាដែលជាគ្រូខាងយូឡុងក៏ដូចជាពីយ៉ាណូដែលលោកចេះប្រកបហើយក៏សាលាសិល្បៈតន្ត្រី Music Art School នេះគឺជាសាលាដែលបង្ហាត់ទាំងពីរប្រភេទបាទទាំងបុរាណខ្មែរយើងក៏ដូចជាខាងបច្ចេកទេសបាទគឺថាមានការរៀបចំដើម្បីនឹងបង្ហាត់បង្ហាញឲ្យបងប្អូនលោកអ្នកឬក៏ក្មួយៗដែលស្រឡាញ់នៅសិល្បៈតន្ត្រីនេះបានចូលរៀនឲ្យបាននៅអ្វីដែលខ្លួនចង់បានការដែលរៀនសិល្បៈតន្ត្រីនេះគឺល្អមែនទែនល្អត្រង់ដែលថាយើងទាញយុវជនដើម្បីនឹងទៅឲ្យផ្ដោតទៅលើតន្ត្រីឧបករណ៍តន្ត្រីទាំងបុរាណខ្មែរយើងទាំងបច្ចេកទេសដើម្បីនឹងកាត់បន្ថយនៃការទៅលេងល្បែងផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជាគ្រឿងញៀនជាដើមបាទអរគុណសាលាសិល្បៈតន្ត្រីជាពិសេសលោកកេតសង្វាដែលជានាយកសាលានេះសូមអរគុណច្រើន បាទអរគុណលោក បាទប្រិមិត្តទស្សនិកជនកម្មវិធីរបស់យើងសន្មតចប់តែប៉ុណ្ណេះសន្យាវិលមកជួបប្រិមិត្តជាថ្មីម្ដងទៀតនៃថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមគោរពលាសូមអរគុណ